và Zalazon và đọ cái mìnhឡើងទេបើវូនវាសនាគាត់វាយធ្ងន់ណាស់បាទមួយគ្រាប់នេះបាទពិន្ទុបាទ5-4រមិត5-4បាទសេវាពីប៉ិនសរុនចូលថ្នាក់លីប្រូលើកនេះ Gazia ប៉ិនសរុនអត់ចាស់បាទហត់អត់តាន់បាទឥឡូវនេះសេវាចេញពីកីឡាករលេខ24បាទ Magalaman ចូលកញ្ញាមគុណមុំលើកឲ្យវឿនវាសនាទូលរនាំងទៅក្រោយបាត់ទៅហើយបាទ6ទល់នឹង5បន្ទុកបងប្អូនបាទឥឡូវនេះសេវាចេញពីបាទវឿនវាសនាចូលថ្នាក់លីប្រូលើកនេះផ្ទះទៅចេញក្រៅបាត់អត់ប៉ះរនាំងទេឥឡូវនេះយ៉ាងម៉េចទេមានការតវ៉ា challenge អត់បាទ challenge អត់នេះបាទលោកគ្រូបាទហ្វីលីពីនគ្រូដឹកនាំជំនឿជាតិបាទផ្ទះហ្វីលីពីនបាទនេះបាទ challenge បាទ net foul ទៅតឡើងមកបាទនេះបាទ fan របស់កម្ពុជាយើងដល់ស្រស់សាភាបាទកញ្ញាវណ្ណដាអីចាបាទញឹមសោះសំខាន់នៅ single ទៀតបងប្អូនណាបាទអីយ៉ាបងពេញសវណ្ណូបងប្អូនណាបាទស្ងាត់ទៅដល់បាត់បងប្អូនអីបាទ surprise បាទ net foul អូយបាទដៃនោះបងប្អូនណាធ្លាក់ទៅវិញចំដៃ yes បាទ net touch បាទឥឡូវនេះសេវាចេញទៅទៀតហើយបើចូលថ្នាក់បើវឿនវាសនាលើកឲ្យគួនមុំជាប់រនាំងណែនទៅហើយរិមិតគួនមុំបាទឥឡូវនេះវត្តមិត្តរីទស្សនាបន្តហើយអូបាទស៊ីសេវាមកគ្រាប់ទៀតទៅហើយពីហ្វីលីពីនបងប្អូនបាទសូមសម្រាប់បច្ចេកទេសបន្តិចសិនបងប្រិមិត្តសូមសម្រាប់បច្ចេកទេសបន្តិចសិនអរគុណប្រិមិត្តបាទជ្រាបឱកាសក្នុងការសម្រាប់បច្ចេកទេសនេះក៏អរគុណដល់អ្នកធំនៃកម្មវិធីអរគុណដល់ភេជ្ជៈបើកម្លាំង work បង្កើនដល់ប្រពលអត់រូបឈរ work អាយត្រជាក់ខ្លាំងបើកម្លាំងខ្លាំង work គឺបានឧបត្ថម្ភទាំងស្រុងដំណើរឆ្ពោះទៅកាន់ការប្រកួត CV Cup លើកទី6ហើយបាទឧបត្ថម្ភបាទ100លានរៀលបន្ថែមសម្រាប់បាទជំរឿនជាតិបាល់ទះកម្ពុជាយើងឈ្នះបាទមេដាយបាទឈ្នះជ័យលេខ2លេខ1នៅហ្វីលីពីននិងឥណ្ឌូនេស៊ីបងប្អូនបាទប្រិមិត្តទស្សនិកជនបាទសិតនេះសិតទី3ហើយដែលជាការប្រកួតកាត់សេចក្តីថាតើជំរឿនជាតិបាល់ទះកម្ពុជាយើងអាចផ្ដាច់យកជ័យជំនះឡើងទៅកាន់វគ្គពាក់កណ្ដាលប្រាច់ព្រាត់បានដែរឬយ៉ាងណាលើនេះសេវាត្រៀមចេញពីហ្វីលីពីនចេញក្រៅទេបន្ទុកបានមកខាងកម្ពុជាយើងបាទ7ទល់នឹង8របាត់
ឥឡូវសេវាពីកីឡាករអុករដ្ឋាតាក់សំណាញ់ដែរបាត់ទៅហើយបាទអុករដ្ឋាទស្សនាបន្តទៀតបាទសេវាពីហ្វីលីពីនបាទចូលថ្នាក់បាវឿនវាសនាលើកឲ្យគួនមុំដកបញ្ចូលយកបានវិញពីខាងហ្វីលីពីនលើកម្សាទៀតទះជាប់រនាំងអីយកបានវិញដកកាយមួយទះបញ្ចូលជាប់រនាំងមួយទៀតចេញក្រៅអូយបាទមួយគ្រាប់ហើយមួយគ្រាប់ទៀតប៉ុន្តែរនាំងចុងក្រោយនេះគឺជាប់ចេញក្រៅទេបន្ទុកនាំមុខពីហ្វីលីពីនបាទ10ទល់នឹង7បងប្អូនបាទលើនេះសេវាចេញពីបាទហ្វីលីពីនចូលថ្នាក់បាទវឿនវាសនាលើកឲ្យគួនមុំជាប់រនាំងយកបានពេញវិវាសនាលើកឲ្យប៉ិនសារ៉ុនដាច់បាត់ទៅហើយបាទមួយគ្រាប់នេះបាទល្អមែនតើបាទ8ទល់នឹង10បងប្អូនកំពុងតែស្វិតស្វាញគ្នាណាបាទនាំមុខពីហ្វីលីពីនបាទអ្នកគ្រប់គ្រងរបស់ជំនឿជាតិបាទតែកម្ពុជាក៏ដូចជាខ្ញុំដែរមិនចង់ឲ្យដល់សិតទី4អីទេបាទសូមផ្ដាច់3សិតបានហើយឥឡូវបាល់ចេញក្រៅបន្ទុកបានមកខាងកម្ពុជាមានការតវ៉ាអត់បាទខាងហ្វីលីពីនបាទតវ៉ាឯងថាបាល់ប៉ះដៃបាទប៉ះឬក៏មិនប៉ះបងប្អូនប្រិមិត្តបាទថាអត់ប៉ះទេអត់ប៉ះបាទរំបីជួយមកអត់ប៉ះអីយ៉ាប៉ះហើយណាអូបាទបន្ទុកបាននៅខាងហ្វីលីពីនបាទចូលថ្នាក់សវណ្ណរាជលើកឲ្យប៉ិនសារ៉ុនចូលថ្នាក់អាយយបាទមកវិញទៀតលើកឲ្យប៉ិនសារ៉ុនបែករនាំងចេញក្រៅ2គ្រាប់ណា2គ្រាប់ទៅផ្ដាច់បងប្អូនប្រិមិត្តឥឡូវសេវាទៅហើយបាទចូលថ្នាក់លើកណែទះឌីណាមីអូយដេញបាល់លឿនបាទពីម៉ាហ្គាឡាមិនបាទលេនេះសេវាចេញពីហ្វីលីពីនអូបាទសវណ្ណរាជបាទរៀងទៅក្រោយចំហបន្តិចបងប្អូនប្រិមិត្តបាល់ជុងមកមុខបាទនេះប្រហែលបន្តិចបាទមកគ្រាប់អីនេះសេវាពីបាទកីឡាករលេខកីឡាកររូបនេះបាទរបស់ហ្វីលីពីនណាកីឡាករលេខ9នេះបាទ Validos នេះបាទគាត់ចោះឆ្វេងចោះស្ដាំស្រាលទេប៉ុន្តែពិបាកចាប់ចូលថ្នាក់សវណ្ណរាជលើកឲ្យមួននិមលធួនអាយស្វេដៃមួយមកវិញទៀតទះទៅពីលើបាំងអូបាទ Mendoza បាទរូបភាពយឺតបាទឥឡូវនេះសម្រាប់បច្ចេកទេសបន្តិចសិនបាទពីខាងកម្ពុជាយើងអរគុណប្រិមិត្តបាទជឿការសម្រាប់ចែកនេះក៏អរគុណដល់វិជ្ជៈកម្លាំងវើកដែលបានឧបត្ថម្ភទាំងស្រុងដំណើរឆ្ពោះទៅកាន់ការប្រកួតបាទទះស៊ីវិកាប់លើកទី6ហើយក៏ប្រកាសឧបត្ថម្ភប្រាក់រង្វាន់100លានរៀលបន្ថែមសម្រាប់ក្រុមជំនឿជាតិបាល់ទះកម្ពុជាឈ្នះជ័យលាភីលេខ1នៅហ្វីលីពីននិងឥណ្ឌូនេស៊ីបាទបន្ទុក14ទល់នឹង9ឥឡូវនេះសេវាទៅទៀតហើយពីហ្វីលីពីនលើកឲ្យប៉ិនសារ៉ុនបែករនាំងចេញក្រៅទៅហើយបាទ10ទល់នឹង14បាទបិទទប់ទល់បានទេបាទកម្ពុជាយើងណាទល់បានអត់បាទលើនេះសេវាចេញពីនិមលចូលថ្នាក់ដកពោះទះទៅជាប់រនាំងណែន
ជាប់រនាំងណែនទៅហើយរមិតណែនទៅហើយរូបភាពយឺតដែរពិនសរុនថាចង់ទៅណាបើពិនសរុនគាត់ថាចង់ទៅណាពិនសរុនឥឡូវសម្រាប់ចែកទីពីហ្វីលីពីនម្ដងអរគុណរមិតអរគុណដល់ភេសជ្ជៈបើកម្លាំងវើកបង្កើនអំពើលុតឈោវើកអាយត្រជាក់ខ្លាំងបើកម្លាំងខ្លាំងអរគុណដល់ពុកម៉ែបងប្អូនមិត្តដែលបានទស្សនានៃការផ្សាយផ្ទាល់គឺសប្តាហ៍នេះជិត 160k ណាបងប្អូនគឺថាសន្ទុះនៃការគ្រប់គ្រងរបស់បងប្អូនប្រិយមិត្តទស្សនិកជនគឺច្រើនមែនតើណាហើយអរគុណសម្រាប់បងប្អូនដែលថាកំពុងតែគ្រប់គ្រងបាល់ទះកម្ពុជាយើងទោះចប់ការប្រកួតក៏មានការផុសវីដេអូមានការជជែកវែកញែកច្រើនហើយសូមកម្លាំងចិត្តលើកទឹកចិត្តដល់កីឡាកររបស់យើងទាំងអស់គ្នាទោះជាលទ្ធផលយ៉ាងណាក៏ដោយអបចុចមួយយកបានវិញដកឲ្យវឿនវាសនាទូលរនាំងយកបានពីគុណមុំប៉ុន្តែលោកគ្រូអញ្ញាកណ្ដាលផ្ដល់បន្ទូឲ្យបង្ខាកម្ពុជាយើងហើយ yes វ៉ាវឡើងមួយពងហើយមួយពងទៀតហើយបងប្អូនពិតឡើងមួយពងហើយមួយពងទៀតហើយបាទកំពុងតែទោះជាយើងឈ្នះពីសិតក៏ដោយបាទក៏នៅតែភ័យបុកពោះនៅឡើយទេបងប្អូនពិតចង់ឲ្យផ្ដាច់ត្រឹម3សិត0បានហើយបាទកុំឲ្យបាទការយុបយន្តសុបិនយូបាទវែងឆ្ងាយអីទៀតបាទសូមផ្ដាច់ត្រឹមសិតទី3នឹងបានហើយ15ទល់នឹង12រមិត15-12បាទនេះសេវាចេញពីបាទហ្វីលីពីនអត់ឆ្លងទេបាទអត់ឆ្លងទេបងប្អូនណាមកគ្រាប់អត់ឆ្លងទេបាទ15ទល់នឹង13បាទខុសគ្នាតែ2បន្ទុកទៀតទេបាទ2បន្ទុកទៀតទេបាទសេវាពីពិនសរុនបាទចូលថ្នាក់លើកនេះផ្ទះទៅលឿនណាស់ប៊ុំស្ប៉ាយកីឡាករលេខ24នេះបាទមកកាឡាមិនសម្រាប់បច្ចេកទេសបន្តិចទៀតសិនបាទសម្រាប់បងប្អូនរិមិត្តដែលកំពុងទស្សនាកុំភ្លេចជួយចុច like share ម្នាក់មួយណាអរគុណដល់ភេសជ្ជៈបើកម្លាំងវើកដែលបានឧបត្ថម្ភសម្រាប់ដំណើរឆ្ពោះទៅកាន់ការប្រកួត Civic Cup លើកទី6នេះបាទវើកជាអ្នកជំរុញកីឡាបាល់ទះកម្ពុជាឲ្យឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអន្តរជាតិសម្រាប់បច្ចេកទេសបន្ថែមនៅបច្ចេកទេសបទពិសោធន៍បន្ថែមពីលោកគ្រូវឹកលោកគ្រូជំនួយក៏ដូចជាថ្នាក់ដឹកនាំរបស់យើងថែមលើកទឹកចិត្តថែមទៀតអរគុណសម្រាប់បងប្អូនដែលទស្សនាសូមខមមិនលើកទឹកចិត្តពាក្យល្អទាំងអស់គ្នាបាទលើកទឹកចិត្តដល់ជំនឿចិត្តបាល់ទះយើងទាំងអស់គ្នាទោះជាលទ្ធផលយ៉ាងណាក៏យើងនៅតែបន្តការគ្រប់គ្រងបាទ 170k ហើយបងប្អូនតោះសុំ 200k មកបាទសេវាទៅហើយចូលកញ្ញាំគុណមុំលើកឲ្យអុករដ្ឋា yes បាទផ្ដាច់ទៅហើយបាទអុករដ្ឋាលឿនរមិតពីអុករដ្ឋារូបភាពយឺតម្ដងទៀតណាបាទអុករដ្ឋាថ្ងៃនេះបើសិនជាយើងឈ្នះហ្វីលីពីន 3-0 គឺយើងឡើងទៅកាន់វគ្គពាក់កណ្ដាលប្រៃប្រវត្តិហើយជួបជាមួយនឹងថៃនៅថ្ងៃ25បងប្អូនណាអញ្ចឹងស្អែកយើងសម្រាប់បានមួយថ្ងៃលើកណាផ្ទះទៅពីលើបាំងនេះបាទចំខ្សែនោះបងប្អូនប្រិមិត្តឥឡូវនេះសេវាពីកីឡាករលេខ11បាទ Mendoza ចេញក្រៅបាត់ទៅហើយបាទពីហ្វីលីពីនបាទនេះសេវាទៅហើយបាទពីអុករដ្ឋាលើកនេះអីយ៉ាឆ្កឹះបញ្ចូលរដ្ឋាយកបានលើកឲ្យគួនមុំទូរនាំងយកបានវិញពីខាងហ្វីលីពីនលើកឲ្យស្ដាំផ្ទះបញ្ចូលទៀតយកបានពីពិនសរុនដកឲ្យគួនមុំ
Yes គួនមុំបាទផ្ដាច់យកពិន្ទុឲ្យមកខាងកម្ពុជាយើងហើយបាទរូបភាពយឺតដកកាយពីនរកគួនមុំចូលស្វេក៏មិននៅដែរបាទកីឡាករហ្វីលីពីននេះគាត់ស្ដាយគាត់បងប្អូនណាគាត់ស្ដាយគាត់ឥឡូវនេះសេវ៉ាទៅហើយចូលថ្នាក់បាទហ្វីលីពីន16 17ផ្ទះទៅពីលើបាំងបាទចំខ្សែខាងក្រោយនោះបាទស្វិតស្វាយមើលតែរបាត់កំពុងតែបដិញបន្ទុកគ្នាបាទចិត្តដល់ខាងចុងសិតនេះបាទឥឡូវនេះសេវ៉ាចេញពីកាហ្សៀហ្វីលីពីនធ្ងន់បាទចូលថ្នាក់គុណមុំលើកឲ្យវឿនវាសនា3ម៉ែត្របាទទូលរនាំងទៅក្រោយល្អមែនតើបាទវឿនវាសនា17ទល់នឹង18នៅតែមួយពងទៀតទេតាមស្មើរូបភាពយឺត3ម៉ែត្រណាវាសនាឥឡូវសេវាពីណារ៉ូចូលថ្នាក់លីប្រូបាទខាងហ្វីលីពីនលើកឲ្យដើម្បីផ្ទះបញ្ចូលយកបានពីណារ៉ូដកកែឲ្យវឿនវាសនាទូរនាងទៅក្រោយបានហើយ Yes វឿនវាសនាណារ៉ូគាត់ហក់ផ្លុងដកកែបដូរហើយប្រិមិត្តថ្ងៃនេះជំរឿនជាតិបាទទាំងកម្ពុជាយើងគឺបដូរហើយបាទ18ស្មើបាទ18ស្មើបងប្អូនប្រិមិត្តទស្សនិកជនបាទអូបាទមានការតវ៉ាវីដេអូ challenge ថា foot foul ពីខាងហ្វីលីពីនបាទណែបាទណូឆ្ងាយរមិតឆ្ងាយបាទខ្លះគេថា challenge នេះ challenge សម្រាប់សម្រាប់ទាញពេលសម្រាប់សិនគេថាគាត់សម្រាប់តិចបាទឥឡូវនេះបងប្អូនរីទស្សនាបន្តទៀតសេវាចេញពីប្រធានក្រុមបាទកាពីតែនក្រុមបាទសួនច័ន្ទរ៉ូចូលថ្នាក់បាលីប្រូលើកឲ្យស្ដាំបាទកីឡាករលេខ18កីឡាកររបស់ហ្វីលីពីនបាទណែរូបភាពយឺតបាទលេខ19ទៅហើយធ្ងន់ណាស់បាទហ្សាឡាស៊ូនបាទលេខសេវាពីហ្វីលីពីនចូលកញ្ញាំគួនមុំលើកឲ្យគួនមុំបាទបែករនាំងចេញក្រៅបងប្អូនដាក់ប៉ាំងជិបជាប់រនាំងទៅធ្លាក់ចេញក្រៅណែប៉ាំងជិបធ្លាក់ចេញក្រៅបាទឥឡូវសេវាពីគួនមុំចូលថ្នាក់លើកណាអូបាទលេខ24បាទម៉ាកាឡមិននេះបាទកីឡាករដេញបាល់លឿនរបស់ហ្វីលីពីនអូបាទការសហការគ្នាជាមួយនឹងដៃប៉ាសេនេះគឺលោតប៉ាំងផ្លឹបប៉ាំងផ្លឹបបើមានការដោះដូរកីឡាករដែរបាទលេខ9នេះបាទសេវាគាត់ក្លុកគាត់ទៅតែសេវាគាត់ធ្ងន់នេះតែក្លុកបាទវ៉ាឡាដូសឥឡូវនេះសេវាទៅហើយចូលថ្នាក់បាទសវណ្ណរាជលើកឲ្យប៉ិនសារូនយ៉ាងម៉េចចាអត់ប៉ះរនាំងទេហ៎អូ21ទល់19រមិតបាទឥឡូវសេវាចេញពីហ្វីលីពីនបាទចូលថ្នាក់បាទសវណ្ណរាជ
លើកឲ្យវឿនវាសនាបែករនាំងជើងក្រៅទៅហើយបាទវាសនាវាសនាបាទមកទស្សនិកជនទស្សនាបានជិត 200k ហើយបាទជួយ share មួយបងប្អូនចូលថ្នាក់លើកវិញនេះផ្ទះទៅជាប់រនាំងអីឆ្លងចំខ្សែយេមកគ្រាប់នេះបាល់មូធ្លាក់ចូលអូបាទខាងហ្វីលីពីនថាបាល់ចេញមកគ្រាប់នេះបាទរូបភាពយឺតនេះប៉ាំងផ្លឹបវាសនាបាញ់ទៅណែមូគាត់ឈរនៅបាល់ចេញហើយមានណាធ្លាក់មកបាច់ញាច់តែកញាច់ផ្ទះបញ្ចូលសមេបានដកឲ្យវឿនវាសនាផ្ទះបញ្ចូលយកបាន2លីប្រូបាទយាស្រ័យបាទតាក់ងយទៀតចេញក្រៅបាត់ទៅហើយណែបាទ22នាំមុខពីកម្ពុជាយើងហើយ22ទល់នឹង21អាយ៉ាចុងសិតនេះកម្ពុជាយើងចាប់ផ្ដើមរឹបហើយបាទនាំមុខវិញហើយបងប្អូនដែលកំពុងទស្សនាជិត 190k សុំ 200k បងប្អូនណាបាទសម្រាប់ថ្ងៃនេះបើក្រុមជំរឿសជាតិបាល់ទះកម្ពុជាយើងឈ្នះយើង3-0បាទជាមួយហ្វីលីពីនគឺយើងនឹងឡើងទៅកាន់វគ្គពាក់កណ្ដាលប្រៃព្រាត់ដែលធ្វើឡើងនៅថ្ងៃទី25នឹងជួបបាទជំរឿសជាតិថៃអញ្ចឹងអាគូព្រេងមិនព្រាត់គូកម្មណាជួបគ្នាទៀតហើយបាទម៉ោងប្រហែលណាបាទមើលឲ្យក្រុមការងារឆែកដូចជាប្រហែលម៉ោង3-4ហ្នឹងបងប្អូនមិត្ត3-4រសៀលហ្នឹងឥឡូវនេះមិត្តរីទស្សនាបន្តទៀតបាទផ្ដាច់បានទេកម្ពុជាយើងសិតនេះបាទចូលថ្នាក់លើកផ្ទះទៅអូបានរងគាត់ឆ្កឹះមួយផុតដៃគូនមុំហក់ប្លង់មុំមុនបាត់បាទពីតែហើយបើគូនមុំនៅមកកន្លែងមិញគឺយកបានបាទតែគូនមុំគាត់ហក់ប្លង់មកយកដែរអូយបាទអរគុណដល់ជំរឿសជាតិបាល់ទះកម្ពុជាយើងគ្រប់រូបបាទបដូរហើយថ្ងៃនេះបដូរហើយបាទអាដាមដិតថាបដូរហើយបាទនេះគឺបដូរផ្ដាច់បដូរយកជ័យជំនះតែម្ដងបាទដើម្បីឡើងទៅកាន់វគ្គបន្តឥឡូវនេះសេវ៉ាទៅទៀតហើយពីហ្វីលីពីនចូលថ្នាក់លើកឲ្យវាសនាបែករនាំងចេញក្រៅអូភ័យផោងពូបងប្អូនឃើញមកក្របមួយនេះស្មានដបាល់ធ្លាក់ចំខ្សែបងណាធ្លាក់ចេញក្រៅរៀងឆ្ងាយបន្តិចដែរ23ទល់នឹង22តែ2បន្ទុកទៀតទេបើកម្ពុជាយើងផ្ដាច់បានទេបាទដើម្បីឡើងទៅកាន់វគ្គពាក់កណ្ដាលប្រៃព្រាត់ចូលក្រញាំបាលីវីរ៉ូខាងហ្វីលីពីនលើកណាផ្ទះទៅទូរនាងអូយស្ដាយមែនទេបងប្អូនបាទគួនមុំជាមួយនឹងសវណ្ណរាជអត់យកទាំងពីរអូយបាទមួយគ្រាប់នេះឱកាសយកបន្ទុក match point រូបភាពយឺតណាមកទៅហើយទូរនាងសុវណ្ណរាជក៏ដាក់ដៃទៅឃើញគួនមុំគាត់ចាប់មកអត់យកទាំងពីរនាក់បណ្ដោយអូបាទមួយអត់អីមួយឱកាសយកសិត point គ្រាប់ហ្នឹងវាសនាយេ24ទល់នឹង23 match point ហើយបន្ទុកកាត់សេចក្តីសម្រាប់ការប្រកួតនេះហើយតើកម្ពុជាយើងឡើងទៅកាន់វគ្គពាក់កណ្ដាលប្រៃព្រាត់បានឬយ៉ាងណាមួយគ្រាប់ចុងក្រោយដាច់យកបន្ទុកជ័យជំនះដើម្បីឡើងទៅវគ្គពាក់កណ្ដាលប្រៃព្រាត់បាទជួបជាមួយនឹងថៃទៅហើយចូលថ្នាក់លីប្រូលើកទូរនាងប៉ិនសរុតបដូរយកបានដកមួយពីវាសនាសុវណ្ណរាជដកកែបញ្ចូលបាទយកបានពីលីប្រូលើកផ្ទះជាប់បាំងអូយចេញក្រៅបាទអូយបាទ24ស្មើប៉ិនសរុនមិញបដូរទៅយកហើយមិនហើយប៉ិនសរុនដូចជាខ្ទប់មុខដូចជាប៉ះមុខប៉ះអីទៀតមិញនេះប៉ិនសរុនបដូរហើយថ្ងៃនេះមកបដូរហើយបាទជំរឿសជាតិបាល់ទះកម្ពុជាយើងបាទឥឡូវអត់អីទេបាទយកមកគ្រាប់ទៀតយក match point វិញឥឡូវសម្រាប់ចែកទេបន្តិចសិនបងប្អូនប្រិមិត្តទស្សនាបានជិត 200k ហើយបាទសុំម្នាក់មកសះទៀតបងប្អូនសុំម្នាក់មកសះទៀតមកឥឡូវនេះយ៉ាងមិនចេះបាទពេទ្យកំពុងតែសម្រួលបែរជាប៉ះស្អីចេះបាទប៉ិនសរុនបែរជាដូរទៅបាទប៉ះមុខប៉ះអីបងប្អូនណាបាទកុំឲ្យមានបញ្ហាអីបងប្អូនណាបាទនេះកាមេរ៉ាក៏ដល់ទេបងប្អូនណាបាទ
អាដាមដិតកំពុងតែប្រធានគណៈបដពូបាទលោកដឹកនាំទៅផ្ទាល់ហើយកំពុងតែសម្រួលមួយបាទប៉ិនសរុនបងប្អូនប្រិមិត្តបាទកីឡាកររបស់យើងគឺបដូរផ្ដាច់មែនតើបាទកាលនេះបាទលះបង់គ្រប់យ៉ាងដើម្បីយកជ័យជំនះឲ្យបានបាទរឿងអូអត់អីទេបងប្អូនអត់អីបាទបងប្រិមិត្ត24ស្មើសេវាចេញពីបាទហ្វីលីពីនបាទចូលថ្នាក់លើកឲ្យគួនមកប៊ូមស្វាយបាទ25ទល់នឹង24បាទម៉ាច់ឆ្ពាញ់ហើយបងប្អូនដោះបាទ 200k ហើយបងប្អូនមិត្ត 200k សំសៀមួយទៀតអូអរគុណដល់ភេសជ្ជៈបើកម្លាំងវើកដែលបាទឧបត្ថម្ភទាំងស្រុងដំណើរឈ្មោះទៅការប្រកួត CV Cup នេះហើយឧបត្ថម្ភ100លានរៀលទៀតបាទបើសិនជាកម្ពុជាយើងឈ្នះជើងឯកនៅឥណ្ឌូនេស៊ីមួយជើងទៀតគឺបាន50លានរៀលបន្ថែមទៀតណាបងប្អូនណាបាទអរគុណបងប្អូនមិត្តឥឡូវសេវាចេញពីសឿនហេចូលថ្នាក់លីប្រូលើកចាញ់ក្រៅអូបាទឥឡូវសូមឆាយវីដេអូ challenge សិនដឹងតែឆាយហើយមុននឹងឆាយហើយមកគ្រាប់នេះដឹងតែឆាយហើយបាទឱកាសចុងក្រោយបើមិនឆាយដឹងឆាយកាលទៀតទេឥឡូវសូមឆាយសិនហើយគ្រាប់នេះបើជ័យជំនះបាននៅខាងកម្ពុជាយើងនឹងឡើងទៅកាន់វគ្គពាក់កណ្ដាលប្រៃព្រាត់នៅថ្ងៃទី25ហើយជួបជាមួយនឹងជំរឿសជាតិបាល់ទះថៃម៉ោងប្រហែលជាអាចនឹង3កន្លះបាទ3រសៀលហ្មងណា3រសៀលនឹងមានការផ្សាយផ្ទាល់លើเพจសហព័ន្ធទៀតបងប្អូនប្រិមិត្តកុំភ្លេចរងចាំទស្សនាការប្រកួតទាំងអស់គ្នាអូយបាទមួយគ្រាប់នេះហើយយ៉ាងណាវិញឆែកមិញ ball in ball out ហ៎ចេញបងប្អូនចេញ 201k បងប្អូនណា 201k អូយបាទបនព្រះបាទបារមីជួយបាទបារមីជួយចេញកំពុងតែឆែកមើលបាទចេញឆែកបាល់អី block touch អូបាទ noអូសាតូជ័យជំនះបានទៅជម្រើសជាតិបាល់ទះកម្ពុជាយើងយកឈ្នះ30ទល់នឹង0ទៅលើជម្រើសជាតិបាល់ទះហ្វីលីពីនឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្របាទអធិស្ឋានឡើងទៅកាន់វគ្គពាក់កណ្ដាលប្រៃព្រាត់ជួបជាមួយនឹងជម្រើសជាតិបាល់ទះថៃនៅឯថ្ងៃទី25ម៉ោង3រសៀលបងប្អូនប្រិមិត្តកុំភ្លេចរងចាំទស្សនាដំណើរផ្លូវដ៏វែងឆ្ងាយអ្វីដូចជាការរៀបចំទុកដូចទៅនឹងជើងទី1ដែរកម្ពុជាយើងធ្វើបានហើយយើងយកឈ្នះលើកនេះគឺ3-0តែម្ដងគឺដឹងតែកក់ក្អីឡើងទៅកាន់វគ្គពាក់កណ្ដាលប្រៃព្រាត់ 100% ហើយបាទអញ្ចឹងយើងជួបគ្នាថ្ងៃទី25បងប្អូនកុំភ្លេចរងចាំហូណាត់គ្នាជុំគ្នាថ្ងៃ25ថ្ងៃសៅរ៍នោះគឺហូតែម្ដងបងប្អូនត្រៀមលើកទឹកចិត្តកីឡាករជម្រើសជាតិបាល់ទះយើងទាំងអស់គ្នាឡើងទៅកាន់វគ្គពាក់កណ្ដាលប្រៃព្រាត់ទៀតហើយកម្ពុជាត្រូវជួបជាមួយនឹងថៃនៅថ្ងៃទី25ហើយទោះជាលទ្ធផលយ៉ាងណាក៏សូមចិត្តបងប្អូនមិត្តបន្តការលើកទឹកចិត្តគាំទ្រដល់ជម្រើសជាតិបាល់ទះកម្ពុជាយើងទាំងអស់គ្នាហើយចុងក្រោយនេះក៏អរគុណដល់អាដាមអភិសេកសសខាដែលជាបរិរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជានិងលោកជំទាវកែសុនសុភីអាដាមបណ្ឌិតអង្គស្រីប្រសិទ្ធថ្នាក់ដឹកនាំអ្នកមុខក្រុមអ្នកការបាទគ្រប់ជាន់ថ្នាក់និងបងប្អូនប្រិមិត្តfan ទាំង17លាននាក់ឥឡូវនេះកម្ពុជាយើងធ្វើបានហើយយើងឡើងទៅកាន់វគ្គពាក់កណ្ដាលប្រៃព្រាត់ទៀតហើយសូមឲ្យបងប្អូនប្រិមិត្តបន្តការគាំទ្រទាំងអស់គ្នាអរគុណដល់អ្នកខំធំអរគុណដល់ work ដែលបានជំរុញបាល់ទះកម្ពុជាឲ្យឈ្នះមេដាយមាស